រយៈពេល24ម៉ោងខាងមុខនេះតើមានសារអ្វីខ្លះសម្រាប់អ្នកទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដែលចង់និយាយអំពីរយៈពេល24ម៉ោងខាងមុខនេះតើមានសារអ្វីមកដល់អ្នកទាំងអស់គ្នាអញ្ចឹងមាន3ក្រុមដដែលសម្រាប់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសអញ្ចឹងអ្នកទាំងអស់គ្នាជ្រើសរើសក្រុមដែលអ្នកទាំងអស់គ្នាពេញចិត្តរួចយើងទៅមើលអត្ថន័យក្រុមនីមួយៗទាំងអស់គ្នាសួស្តីក្រុមទី1អញ្ចឹងសម្រាប់រយៈពេល24ម៉ោងខាងមុខនេះអ្នកទាំងអស់គ្នានៅក្នុងក្រុមទី1អាចថានឹងមានធម៌ពលវិជ្ជមានច្រើនអាចថាមានភាពស្ងប់ស្ងាត់ឬក៏គេហៅថាក្នុងចិត្តនឹងពោពេញទៅដោយសន្តិភាពផ្លូវចិត្តស្ងប់ស្ងាត់ហើយអាចថាអ្នកទាំងអស់គ្នានឹងរកដំណោះស្រាយឃើញចំពោះបញ្ហាដែលអ្នកទាំងអស់គ្នាកំពុងតែព្រួយបារម្ភឬក៏បញ្ហាដែលអ្នកទាំងអស់គ្នាកំពុងតែជួបប្រទះនេះឯងអញ្ចឹងអាចថាក្នុងរយៈពេល24ម៉ោងបន្ទាប់ឬក៏គេហៅថារយៈពេល24ម៉ោងខាងមុខនេះអ្នកទាំងអស់គ្នាអាចនឹងរកឃើញខ្លួនឯងឬក៏អាចរកឃើញផ្លូវពិតប្រាកដឬក៏ទិសដៅពិតប្រាកដសម្រាប់ខ្លួនឯងហើយពីមុនមកឬក៏គេហៅថាអ្វីដែលអ្នកទាំងអស់គ្នាបានឆ្លងកាត់ពីមុនមកហើយការឆ្លងកាត់ការធ្វើការសាកល្បងការប្រឹងប្រែងដែលវាអត់មានលទ្ធផលហ្នឹងវាមិនមែនជាបរាជ័យរបស់អ្នកទាំងអស់គ្នាទេប៉ុន្តែគាត់ថាវាជាដំណើរការឬក៏គេហៅថាជាអ្វីដែលអ្នកទាំងអស់គ្នាព្យាយាមហ្នឹងវាជាផ្លូវដើម្បីទៅរកអាភាពជោគជ័យរបស់អ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងបានន័យថាដោយសារការប្រឹងប្រែងដោយសារការខិតខំដោយសារការបទពិសោធន៍ដែលអ្នកទាំងអស់គ្នាបានធ្វើកន្លងមកទាំងអស់ហ្នឹងទាំងបទពិសោធន៍មិនជោគជ័យឬក៏គេហៅថាបទពិសោធន៍ដែលធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្តកន្លងមកហ្នឹងវាជាផ្លូវមួយដើម្បីនាំអ្នកទាំងអស់គ្នាទៅរកទិសដៅពិតប្រាកដរបស់ខ្លួនឯងឃើញដែលធ្វើឲ្យអ្នកទាំងអស់គ្នាអាចរកឃើញផ្លូវពិតប្រាកដសម្រាប់ខ្លួនឯងហើយសម្រាប់អ្នកនៅក្នុងក្រុមទី1នេះផងដែរអាចថាជាក្រុមដែលពោពេញទៅដោយមនុស្សមានសមត្ថភាពខ្ពស់ភាពច្នៃប្រឌិតខ្ពស់ឬក៏ជាក្រុមមនុស្សដែលពោពេញទៅដោយគេហៅថាជាមនុស្សដែលមានទេពកោសល្យពូកែមានទេពកោសល្យទៅលើអីមួយភាពច្នៃប្រឌិតខ្លាំងពូកែទៅលើអីមួយអញ្ចឹងជាមនុស្សដែលពោពេញទៅដោយទេពកោសល្យច្រើនអញ្ចឹងអាចថាអ្នកដែលនៅក្នុងក្រុមទី1នេះគឺអាចថាចង់ជោគជ័យទៅលើអ្វីដែលជារបស់ខ្លួនឯងចង់ជោគជ័យទៅលើរបៀបផ្ទាល់ខ្លួនរបស់ខ្លួនឯងចង់បង្កើតអ្វីមួយថ្មីជារបស់ខ្លួនឯងគឺអាចថាជាក្រុមដែលមិនចង់ធ្វើអីតាមគេឬក៏អាចថាកើតមកហ្នឹងមិនមែនដើម្បីរស់នៅតាមគេឬក៏ដើរតាមគេនោះទេហើយនៅក្នុងរយៈពេល24ម៉ោងខាងមុខនេះក៏បង្ហាញអំពីគេហៅថាឱកាសសម្រាប់អ្នកទាំងអស់គ្នាហ្នឹងគឺមានឱកាសក្នុងការធ្វើដំណើរអាចថាធ្វើដំណើរទាក់ទងមួយការងារឬក៏ធ្វើដំណើរកំសាន្តអីប៉ុន្តែការធ្វើដំណើររបស់អ្នកទាំងអស់គ្នាហ្នឹងបើការងារវិញអាចថាជាការងារដែលឆ្លងប្រទេសការធ្វើដំណើរឆ្លងប្រទេសឬក៏អីមួយហើយមួយទៀតបើនិយាយពីកំសាន្តវិញដំណើរកំសាន្តវិញអាចថាយើងមានឱកាសក្នុងការធ្វើដំណើរកំសាន្តទៅក្រៅប្រទេសអីចឹងណាហើយមួយទៀតអាចថាវាតាក់ទងជាមួយនឹងវិស័យសិល្បៈច្រើនតាក់ទងជាមួយនឹងកង្ខៅភាពច្នៃប្រឌិតតាក់ទងមួយសិល្បៈតាក់ទងមួយម៉ូដតាក់ទងមួយការរចនាអីចឹងអញ្ចឹងក្នុងរយៈពេល24ម៉ោងសម្រាប់ក្រុមទី1នេះគឺមានឱកាសតាក់ទងជាមួយនឹងច្រើនអាចថាដំណើរកំសាន្តដំណើរតាក់ទងមួយការងារទៅក្រៅប្រទេសឬក៏គេហៅថាដំណើរតាក់ទងជាមួយនឹងវិស័យសិល្បៈតាក់ទងមួយម៉ូដតាក់ទងមួយការរចនាតាក់ទងជាមួយនឹងទេពកោសល្យច្រើនសូមបើកវងកញ្ចក់បន្តិចប្រសិនបើអ្នកទាំងអស់គ្នាមួយចំនួនដែលមិនទាន់បាន Subscribe ឬក៏ Follow ទៅលើ Page របស់ខ្ញុំសូមជួយ Subscribe និង Follow ទៅលើ Page របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអញ្ចឹងយើងទៅមើលសញ្ញាកាតបន្តអញ្ចឹងយើងមកមើលសញ្ញាកាតថរតបន្ថែមសម្រាប់ក្រុមទី1អញ្ចឹងក្នុងសញ្ញាកាតថរតនេះវាមាន The Judgment ហើយនិង The Temperance អញ្ចឹងសញ្ញាកាតពីរនេះយើងបូកបញ្ចូលគ្នាទៅគឺវាបង្ហាញអំពីគេហៅថាការអត់ធ្មត់ចំណេះដឹងនិងបទពិសោធន៍កន្លងមកហើយមួយទៀតវាបង្ហាញថាអ្នកទាំងអស់គ្នានឹងបានរៀនពីកំហុសឬក៏បានរៀនពីបទពិសោធន៍របស់អ្នកទាំងអស់គ្នាកន្លងមកហើយអញ្ចឹងការរៀនពីបទពិសោធន៍កន្លងមកកំហុសការរៀនពីកំហុសឬក៏បទពិសោធន៍កន្លងមកហើយហ្នឹងហើយនឹងការអត់ធ្មត់របស់អ្នកទាំងអស់គ្នាពីមុនមកហ្នឹងអ្នកទាំងអស់គ្នាបានដឹងបានយល់និងបានរៀនពីវាមកច្រើនអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងរកទិសដៅត្រឹមត្រូវសម្រាប់ខ្លួនឯងឃើញអ្នកទាំងអស់គ្នានឹងអាចរកឃើញផ្លូវដ៏ត្រឹមត្រូវសម្រាប់ខ្លួនឯងហើយសម្រាប់សញ្ញាកាត The King of Cups នេះវិញគឺជាសញ្ញាកាតមួយដែលបង្ហាញថាអ្នកទាំងអស់គ្នានឹងមានភាពអត់ធ្មត់ច្រើនមានភាពគេហៅចាស់ទុំខាងអារម្មណ៍ខាងស្មារតីខាងចិត្តគំនិតច្រើនអញ្ចឹងអ្នកទាំងអស់គ្នាអត់បញ្ញាប់ដូចមុនទេអ្នកទាំងអស់គ្នាធ្វើអីបែបគេហៅថាចិត្តធ្ងន់ជាងមុនអ្នកទាំងអស់គ្នាធ្វើអីដោយមានការគិតគូរពិចារណាច្បាស់លាស់ជាងមុនពីព្រោះសញ្ញាកាត The King of Cups នេះវាបង្ហាញគេហៅថាភាពចាស់ទុំខាងផ្នែកចិត្តគំនិតនិងស្មារតីរបស់អ្នកទាំងអស់គ្នាហើយក៏វាបង្ហាញអំពីគេហៅថាភាពអត់ធ្មត់របស់អ្នកទាំងអស់គ្នានោះវាមានច្រើនហើយសម្រាប់សញ្ញាកាត Seven of Pentacles និងសញ្ញាកាត Six of Pentacles នេះវិញគឺជាសញ្ញាកាតមួយដែលបង្ហាញថា
ការខិតខំការប្រឹងប្រែងឬក៏ការគេហៅថាវិនិយោគទៅលើអីមួយរបស់អ្នកទាំងអស់គ្នាកន្លងមកហ្នឹងវាចាប់ផ្ដើមឲ្យផលឬក៏គេហៅថាវាចាប់ផ្ដើមផ្ដល់ផលតបស្នងមកដល់អ្នកទាំងអស់គ្នាវិញហើយក៏វាបង្ហាញថាទាំងអស់ហ្នឹងវាមានគេហៅថាតុល្យភាពកាន់តែល្អជាងមុនឬក៏បង្ហាញអំពីគេហៅថាភាពមានស្ថិរភាពវាផ្ដល់លទ្ធផលមកដោយល្អហើយប្រសើរហើយវាមានស្ថិរភាពសម្រាប់អ្នកទាំងអស់គ្នាទៀតហើយសម្រាប់សញ្ញាកាត The Nine of Wands និងសញ្ញាកាត The Chariot នេះវិញគឺជាសញ្ញាកាតមួយដែលបង្ហាញថាអ្នកទាំងអស់គ្នានឹងចិត្តបានជោគជ័យហើយពីព្រោះសញ្ញាកាត The Chariot នេះគឺជាសញ្ញាកាតដែលមានមនុស្សជាសេះនៅលើអ្នកទាំងអស់គ្នាជាលើរទេះអញ្ចឹងអាចថាអ្វីដែលអ្នកទាំងអស់គ្នាបានព្យាយាមកន្លងមកអស់ជាច្រើនគេហៅថាព្យាយាមជាយូរមកហើយព្យាយាមអស់ពីលទ្ធភាពព្យាយាមអស់ពីសមត្ថភាពកន្លងមកហ្នឹងទីបំផុតអ្នកទាំងអស់គ្នាអាចទៅមុខបានអ្នកទាំងអស់គ្នាអាចរកផ្លូវទៅមុខរួចហើយគេអាចថាអាចរកទិសដៅរបស់អ្នកទាំងអស់គ្នាឃើញហើយអាចទៅមុខបានព្រោះអីសញ្ញាកាត The Chariot គឺជាសញ្ញាកាតមនុស្សជារទេះអញ្ចឹងគឺវាអាចថាអ្នកទាំងអស់គ្នាទៅមុខបានអ្នកទាំងអស់គ្នារកផ្លូវឃើញអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាបានធ្វើកន្លងមកហ្នឹងទីបំផុតអ្នកទាំងអស់គ្នាអាចទៅមុខរួចអញ្ចឹងសារសម្រាប់អ្នកទាំងអស់គ្នាក្នុងរយៈពេល24ម៉ោងខាងមុខនេះគឺវាផ្ដោតទៅលើគេហៅថាការកសាងតម្លៃរបស់ខ្លួនឯងការកសាងគេហៅថាសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នកទាំងអស់គ្នានិងការជឿជាក់ទៅលើសមត្ថភាពរបស់អ្នកទាំងអស់គ្នានឹងឲ្យបានច្រើនអញ្ចឹងក្នុងរយៈពេល24ម៉ោងខាងមុខនេះអាចថាអ្នកទាំងអស់គ្នាចាប់ផ្ដើមមានអារម្មណ៍ធូរស្បើយជាងមុនអារម្មណ៍ធូរស្រាលជាងមុនឈប់មានអារម្មណ៍តឹងតែងដូចមុនទៀតហើយអញ្ចឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមធូរស្រាលចាប់ផ្ដើមមានទំនុកចិត្តខ្លួនឯងឬក៏គេហៅថាចាប់ផ្ដើមរកឃើញភាពជោគជ័យរបស់ខ្លួនឯងហើយលេខសំណាងរបស់ក្រុមទី1គឺលេខ1 3ដងបានន័យថា111អញ្ចឹងលេខសំណាងនេះគឺវាបង្ហាញថាអ្នកទាំងអស់គ្នានឹងទទួលបានធម៌ពលវិជ្ជមានចូលមកដល់អ្នកទាំងអស់គ្នាច្រើនអ្នកទាំងអស់គ្នានឹងទទួលបានការគ្រប់គ្រងទទួលបានការថែរក្សាពីអ្នកគេហៅថាអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាឬក៏មានការថែរក្សាពីទេវតានៅជុំវិញអ្នកទាំងអស់គ្នានឹងអញ្ចឹងអាចថាពីមុនមកអ្នកទាំងអស់គ្នាបានវង្វេងផ្លូវមួយរយៈហើយប៉ុន្តែទោះបីជាអ្នកទាំងអស់គ្នាវង្វេងផ្លូវមិនក៏ដោយទីបំផុតអ្នកទាំងអស់គ្នាអាចត្រឡប់មករកផ្លូវត្រឹមត្រូវវិញបានអញ្ចឹងសរុបមកវិញសម្រាប់ក្រុមទី1ក្នុងរយៈពេល24ម៉ោងខាងមុខនេះអ្នកទាំងអស់គ្នាកំពុងតែឈានចូលទៅដំណាក់កាលថ្មីមួយដំណាក់កាលថ្មីហ្នឹងគឺជាដំណាក់កាលមួយដែលមានភាពច្បាស់លាស់មកលើខ្លួនឯងជាងមុនការអត់ធ្មត់និងការខិតខំរបស់អ្នកទាំងអស់គ្នាកន្លងមកហ្នឹងវាចាប់ផ្ដើមទទួលបានលទ្ធផលឬក៏ចាប់ផ្ដើមឲ្យផលមកដល់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាកុំបារម្ភពីការដែលអ្នកទាំងអស់គ្នាហាក់ដូចជាខុសពីគេការដែលអ្នកទាំងអស់គ្នាមើលទៅខ្លួនឯងហ្នឹងអត់ដូចគេអញ្ចឹងអាភាពខុសពីគេអាភាពប្លែកគេអាភាពមិនដូចគេហ្នឹងវាជាចំណុចខ្លាំងរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែជឿជាក់ខ្លួនឯងហើយបន្តដើរទៅមុខពីព្រោះគេហៅថាអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើហ្នឹងវាស្ថិតនៅលើផ្លូវត្រឹមត្រូវដែលឲ្យអ្នកទាំងអស់គ្នាហ្នឹងអាចទទួលជោគជ័យបានក្នុងពេលខាងមុខអញ្ចឹងនៅក្នុងក្រុមទី1គឺមានតែប៉ុណ្្នឹងទេដោយសារនេះជាវីដេអូខ្លីអញ្ចឹងបើអ្នកទាំងអស់គ្នាពេញចិត្តចូលចិត្តសូមជួយ like comment និង share វីដេអូនេះឲ្យបានច្រើនផងអរគុណសួស្តីក្រុមទី2អញ្ចឹងយើងមកមើលថាតើក្នុងរយៈពេល24ម៉ោងខាងមុខនេះអ្នកទាំងអស់គ្នានឹងទទួលបានសារអ្វីខ្លះអញ្ចឹងសម្រាប់ក្រុមទី2ក្នុងរយៈពេល24ម៉ោងខាងមុខនេះអ្នកទាំងអស់គ្នាអាចនឹងមើលឃើញពីការផ្លាស់ប្ដូររបស់ខ្លួនឯងអាចមើលឃើញពីការចាប់ផ្ដើមរឿងថ្មីនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាអាចថាអ្នកទាំងអស់គ្នាកំពុងបង្កើតអ្វីមួយដែលថ្មីអ្នកទាំងអស់គ្នាអាចថាកំពុងតែបង្កើតអ្វីមួយដែលមានតម្លៃជាងមុនអញ្ចឹងអាចថាធម៌ពលរបស់អ្នកទាំងអស់គ្នានឹងកំពុងតែទាក់ទាញឱកាសថ្មីទាក់ទាញឱកាសល្អឬក៏លទ្ធផលល្អនឹងឲ្យចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមានសិទ្ធិដើរចេញពីអ្វីមួយដែលមើលទៅហាក់ដូចជាវាមិនសមជាមួយអ្នកទាំងអស់គ្នាដើរចេញពីអ្វីមួយដែលមិនមានតម្លៃសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមានសិទ្ធិដើរចេញពីចំណុចដែលគេហៅថាអវិជ្ជមានទាំងអស់ហ្នឹងមិនថាការងារមិនថាទំនាក់ទំនងមិនថាទម្លាប់ឬបរិយាកាសដែលធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងមិនអាចទៅមុខរួចបរិយាកាសដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹងជាប់គាំងដែលបរិយាកាសដែលមិនធ្វើឲ្យអ្នកទាំងអស់គ្នារីកចម្រើនអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាជួបបរិយាកាសឬក៏ជួបអ្វីមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាមិនរីកចម្រើនទេអ្នកទាំងអស់គ្នានឹងអាចមានសិទ្ធិដើរចេញពីទាំងអស់នឹងបានសូមបើកបញ្ចុះបន្តិចប្រសិនបើអ្នកទាំងអស់គ្នាមួយចំនួនដែលមិនទាន់បាន subscribe ឬក៏ follow ទៅលើ page របស់ខ្ញុំសូមជួយ subscribe និង follow ទៅលើ page របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអញ្ចឹងយើងទៅមើលសញ្ញាកាតបន្តអញ្ចឹងយើងមកមើលសញ្ញាកាតថរ៉ូតបន្ថែមថាមានសារអ្វីចង់ប្រាប់មកដល់អ្នកទាំងអស់គ្នានៅក្នុងក្រុមទី2ក្នុងក្រុមទី2មានសញ្ញាកាត The Devil អញ្ចឹងសញ្ញាកាត The Devil នេះគឺជាសញ្ញាកាតមួយដែលព្រមានឲ្យអ្នកទាំងអស់គ្នានឹងសម្គាល់ទៅលើទម្លាប់អាក្រក់
សម្គាល់ទៅលើការញៀនធ្វើអីមួយសម្គាល់ទៅលើការញៀនទៅលើរឿងអីមួយឬក៏គេហៅថាការសម្គាល់ទៅលើទំនាក់ទំនងមួយដែលគេហៅថា toxic ទំនាក់ទំនងឬក៏ទំនាក់ទំនងមួយដែលមិនល្អសម្រាប់អ្នកទាំងអស់គ្នាឬក៏គេហៅថាឲ្យអ្នកទាំងអស់គ្នានឹងសង្កេតមើលឬក៏សម្គាល់មើលថាតើមានអ្វីដែលរារាំងការរីកចម្រើនរបស់អ្នកទាំងអស់គ្នាអញ្ចឹងសញ្ញាកាតនេះវាចង់ប្រាប់ថាឲ្យអ្នកទាំងអស់គ្នាស្វែងយល់ពីទាំងអស់ហ្នឹងដើម្បីឲ្យអ្នកទាំងអស់គ្នាហ្នឹងដើរចេញដូចនិយាយពីខាងលើអញ្ចឹងអ្នកទាំងអស់គ្នាអាចមានសិទ្ធិដើរចេញពីទម្លាប់ឬក៏អ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងមិនរីកចម្រើនអ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងជាប់គាំងទៅមុខមិនរួចអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាបានមើលឃើញចំណុចអវិជ្ជមានទាំងអស់ហ្នឹងហើយវាអត់ទាន់យឺតពេលក្នុងការផ្លាស់ប្ដូរទេអញ្ចឹងអ្នកទាំងអស់គ្នាអាចថាត្រូវទទួលស្គាល់បញ្ហាហ្នឹងអ្នកទាំងអស់គ្នាត្រូវទទួលយកបានថាបើឃើញបញ្ហាអវិជ្ជមានហ្នឹងយើងត្រូវទទួលស្គាល់វាហើយយើងរកវិធីក្នុងការដោះស្រាយវាអញ្ចឹងអាចថាវាអត់ទាន់ហួសពេលទេសំខាន់ឲ្យតែយើងទទួលស្គាល់ទៅលើបញ្ហាហ្នឹងហើយបន្ទាប់មកយើងរកជំហានក្នុងការដោះស្រាយឬក៏គេហៅថារកជំហានមួយឈានទៅរកចំណុចដែលមានដំណោះស្រាយពីព្រោះបើមិនអញ្ចឹងទេអ្នកទាំងអស់គ្នាអត់អាចដើរចេញឬក៏អ្នកទាំងអស់គ្នាមិនអាចរកផ្លូវត្រូវសម្រាប់ជីវិតរបស់ខ្លួនឯងបានទេហើយសម្រាប់សញ្ញាកាត Five of Pentacles នេះវិញគឺជាសញ្ញាកាតមួយដែលបង្ហាញថាអ្នកទាំងអស់គ្នាកុំបន្តព្យាយាមជួសជុលទៅលើរឿងអីមួយដែលបានបាត់បង់ទៅហើយកុំព្យាយាមអោបឬក៏ក្តោបទៅលើរឿងអីមួយដែលបានកន្លងផុតទៅហើយឬក៏រឿងនឹងវាបានបញ្ចប់ទៅហើយអញ្ចឹងអ្នកទាំងអស់គ្នាកុំព្យាយាមក្តោបវាកាន់ជាប់នឹងរឿងហ្នឹងពីព្រោះអាចថាពេលខ្លះអាការបលែងអាការគេហៅថាឲ្យវាចេញទៅរឿងដែលផុតទៅហើយហ្នឹងវាប្រសើរជាងការបង្ខំខ្លួនឯងឲ្យនៅបន្តក្តោបឲ្យនៅបន្តកាន់ឲ្យនៅបន្តគេហៅថាគិតទៅលើរឿងហ្នឹងអញ្ចឹងចំណុចនេះចង់មានន័យថាបើរឿងណាដែលវាផុតទៅហើយឲ្យវាផុតទៅរឿងណាដែលវាមិនអាចជួសជុលបានទេទំនាក់ទំនងអីក៏ដោយបើទំនាក់ទំនងដែលគេហៅជាទំនាក់ទំនងដែលមិនអាចផ្សះផ្សាបានឬក៏ជាទំនាក់ទំនងមួយដែលតុកសិចជាទំនាក់ទំនងមួយដែលមិនគួររក្សាទេវាកន្លងផុតទៅហើយឬក៏វាបានបញ្ចប់ទៅហើយប្រឡែងឲ្យវាទៅពីព្រោះទោះបីជាអ្នកទាំងអស់គ្នាព្យាយាមកាន់ខ្ជាប់វាក៏ដោយក៏វាមិនអាចមកវិញបានដែរបើសិនជាមកវិញក៏វាលក្ខណៈបង្ខំឲ្យវាមកវិញអញ្ចឹងអាការបង្ខំភាគច្រើនវាអត់បានលទ្ធផលល្អវាមិនធ្វើឲ្យយើងរីករាយអីទេវាថែមតែធ្វើឲ្យយើងនឹងទទួលគេហៅថារងទុក្ខបន្ថែមទៀតអញ្ចឹងសុខចិត្តប្រឡែងវាទៅហើយយើងចាប់ផ្ដើមអីមួយដែលថ្មីដើម្បីឲ្យខ្លួនយើងនឹងបានរីករាយឡើងវិញហើយសម្រាប់សញ្ញាកាត The Empress នេះវិញគឺជាសញ្ញាកាតមួយដែលចង់រំលឹកមកដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាគឺគេហៅមានសិទ្ធិមានអំណាចមានសមត្ថភាពក្នុងការសម្រេចចិត្តបង្កើតជីវិតថ្មីមួយឬក៏បង្កើតជីវិតមួយដែលអ្នកទាំងអស់គ្នាចង់រស់នៅហើយសម្រាប់សញ្ញាកាត The Judgment ហើយនិងសញ្ញាកាត The Hangman នេះវិញគឺវាបង្ហាញថាអ្នកទាំងអស់គ្នានឹងគួរតែឈប់ស្ទាក់ស្ទើរអ្នកទាំងអស់គ្នានឹងគួរតែឈប់រារែកអ្នកទាំងអស់គ្នានឹងគួរតែគេហៅថាមានការសម្រេចចិត្តដោយត្រឹមត្រូវដោយការគិតគូរដោយច្បាស់លាស់ដោយគេហៅវិចារណញ្ញាណត្រឹមត្រូវអញ្ចឹងមិនគួរនៅស្ទាក់ស្ទើរទៀតទេមិនគួរនៅរារែកទៀតទេហើយអាការសម្រេចចិត្តនឹងគឺត្រូវសម្រេចចិត្តដោយគេហៅថាដោយប្រាជ្ញាដោយការវិចារណញ្ញាណត្រឹមត្រូវហើយមួយទៀតអាចថាយើងត្រូវធ្វើចិត្តឲ្យស្ងប់ធ្វើអារម្មណ៍ឲ្យមូលមុននឹងសម្រេចចិត្តទៅលើរឿងអីមួយអញ្ចឹងមុននឹងអ្នកទាំងអស់គ្នាសម្រេចចិត្តទៅលើរឿងធំអីមួយអ្នកទាំងអស់គ្នាត្រូវធ្វើចិត្តឲ្យត្រជាក់ចិត្តឲ្យមូលឲ្យមានសមាធិក្នុងចិត្តឬក៏ត្រូវគេហៅថាពិចារណាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទៅលើកិច្ចការធំឬក៏រឿងសំខាន់អីមួយហើយសម្រាប់សញ្ញាកាត The Fool នេះវិញគឺជាសញ្ញាកាតមួយដែលលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នានឹងបើកចិត្តឲ្យទូលាយដើម្បីទទួលយកបទពិសោធន៍ថ្មីទទួលយកចំណេះដឹងថ្មីទទួលយកការណែនាំពីមនុស្សជុំវិញខ្លួនអ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យអតីតកាលរបស់អ្នកទាំងអស់គ្នានឹងមករាំងស្ទះឬក៏រាំងការរីកចម្រើនរបស់អ្នកទាំងអស់គ្នាអាចថាជាអតីតកាលមួយដែលអ្នកទាំងអស់គ្នាបានធ្លាប់ជួបឬក៏បទពិសោធន៍អីមួយពីអតីតកាលហ្នឹងធ្វើឲ្យអ្នកទាំងអស់គ្នានឹងរារែកធ្វើឲ្យអ្នកទាំងអស់គ្នានឹងហាក់ដូចជាគេហៅថាស្ទាក់ស្ទើរអញ្ចឹងកុំឲ្យអតីតកាលទាំងអស់ហ្នឹងមករាំងឬក៏រាំងស្ទះនៅការរីកចម្រើនរបស់អ្នកទាំងអស់គ្នាក្នុងពេលអនាគតអញ្ចឹងបានសញ្ញាកាតនេះបង្ហាញថាឲ្យអ្នកទាំងអស់គ្នានឹងបើកចិត្តទទួលរឿងថ្មីបទពិសោធន៍ថ្មីចំណេះដឹងថ្មីដើម្បីយើងអាចទៅមុខបានទៀតកុំឲ្យនៅជាប់ជាមួយនឹងរឿងអតីតកាលដែលជារឿងធ្លាប់មានដែលអ្នកទាំងអស់គ្នាធ្លាប់មានបទពិសោធន៍ពីមុនមកហើយអាចថាជាអតីតកាលមួយដែលគេហៅថាមិនល្អឬក៏ធ្វើឲ្យយើងនឹងបទពិសោធន៍មួយដែលធ្លាប់តែធ្វើឲ្យយើងនឹងមានបញ្ហាអីមួយអញ្ចឹងយើងយកអតីតកាលហ្នឹងមកដាក់ក្នុងខ្លួនហើយយើងថាយើងអត់ហ៊ានធ្វើទេដោយសារយើងធ្លាប់ចេះអញ្ចឹងសញ្ញាកាតនេះគឺចង់មានន័យថាឲ្យយើងយកអ្វីដែលថ្មីហើយគិតគូរហើយឈានជើងទៅមុខសម្រាប់ចិត្តដើរទៅមុខបន្ត
ហើយសម្រាប់លេខសំណាងនៅក្នុងក្រុមទី2នេះវិញគឺលេខ2អញ្ចឹងលេខ2នេះគឺវាបង្ហាញថាអ្នកទាំងអស់គ្នាមានសមត្ថភាពក្នុងការមើលស្ថានភាពអីមួយដោយមិនលំអៀងអាចថាយើងមើលឃើញស្ថានភាពឬក៏មើលឃើញបញ្ហាអីមួយដោយច្បាស់លាស់ហើយយើងអាចថាយើងអាចរកដំណោះស្រាយដ៏ល្អមួយដើម្បីដោះស្រាយទៅលើបញ្ហាដែលយើងកំពុងតែមើលឃើញស្ថានភាពដែលយើងកំពុងតែជួបហ្នឹងអ្នកទាំងអស់គ្នាអាចនឹងរកវិធីសាស្ត្រអាចនឹងរកដំណោះស្រាយក្នុងការឆ្លងផុតទៅលើស្ថានភាពឬក៏អ្វីដែលអ្នកទាំងអស់គ្នាកំពុងតែជួបហ្នឹងឯងអញ្ចឹងសរុបមកវិញសម្រាប់ក្រុមទី2ដោយសារនេះជាវីដេអូខ្លីអញ្ចឹងក្នុងរយៈពេល24ម៉ោងខាងមុខនេះអ្នកទាំងអស់គ្នាអាចនឹងមានការផ្លាស់ប្ដូរសម្រាប់ជីវិតរបស់អ្នកទាំងអស់គ្នាអាចថាអ្នកទាំងអស់គ្នាបានបោះបង់នៅអ្វីដែលមិនមានប្រយោជន៍សម្រាប់ជីវិតឬក៏សម្រាប់អ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាអាចនឹងបោះបង់វាចោលឬក៏គេហៅថាដល់ពេលដែលអ្នកទាំងអស់គ្នាត្រូវបោះបង់អ្វីដែលលែងមានប្រយោជន៍សម្រាប់ជីវិតរបស់អ្នកទាំងអស់គ្នាចោលហើយមួយទៀតអាចថានឹងមានការផ្លាស់ប្ដូរមួយកើតឡើងហើយការផ្លាស់ប្ដូរហ្នឹងមិនអ្នកទាំងអស់គ្នាកុំចាំយូរកុំចាំស្អែកអ្នកទាំងអស់គ្នាត្រូវចាប់ផ្ដើមពីឥឡូវអ្វីដែលគួរប្ដូរអ្វីដែលគួរត្រូវទម្លាក់ចោលត្រូវចាប់ផ្ដើមពីឥឡូវកុំចាំរងចាំយូរទៀតហើយមួយទៀតអាចថាអ្នកទាំងអស់គ្នាត្រូវចាប់អារម្មណ៍ទៅលើសញ្ញាទៅលើអារម្មណ៍ទៅលើការសំឡេងក្នុងចិត្តរបស់ខ្លួនឯងពីព្រោះអាចថាវាជាសញ្ញាមួយដែលអ្នកថែរក្សាឬក៏ទេវតាចង់ប្រាប់ដល់អ្នកទាំងអស់គ្នាហើយមួយទៀតអាចថាអ្នកទាំងអស់គ្នាមុននឹងសម្រេចចិត្តទៅលើការងារធំសម្រេចចិត្តទៅលើការងារសំខាន់អ្នកទាំងអស់គ្នាត្រូវសម្រេចចិត្តដោយគេហៅថាភាពស្ងប់ស្ងាត់សម្រេចចិត្តដោយសន្តិភាពខាងក្នុងសម្រេចចិត្តដោយមិនមានភាពភ័យខ្លាចសម្រេចចិត្តដោយមិនមានការច្របូកច្របល់នៅក្នុងចិត្តអញ្ចឹងអានេះគឺជាអ្វីដែលចង់ផ្ដាំផ្ញើទៅក្រុមទី2ហើយមួយទៀតក៏ចង់រំលឹកថាអ្នកទាំងអស់គ្នាត្រូវតែដោះលែងឬក៏បលែងនៅអតីតកាលពីមុនមកឬក៏គេហៅថាកុំក្តាប់ជាប់នៅអតីតកាលដែលធ្វើឲ្យអ្នកទាំងអស់គ្នាទៅមុខអត់រួចកុំក្តាប់ជាប់នៅអតីតកាលដែលធ្វើឲ្យអ្នកទាំងអស់គ្នាមិនអាចរីកចម្រើនបានអញ្ចឹងបើអ្នកទាំងអស់គ្នាអាចបលែងនៅអតីតកាលទាំងអស់នឹងបានទ្វារថ្មីឬក៏ឱកាសថ្មីវានឹងបើកសម្រាប់ជីវិតរបស់អ្នកទាំងអស់គ្នាក្នុងពេលខាងមុខនេះអញ្ចឹងសម្រាប់ក្រុមទី2គឺមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាពេញចិត្តចូលចិត្តសូមជួយ like comment និង share វីដេអូនេះឲ្យបានច្រើនផងអរគុណសួស្តីក្រុមទី3អញ្ចឹងយើងមកមើលថាតើរយៈពេល24ម៉ោងខាងមុខនេះមានសារអ្វីខ្លះសម្រាប់ក្រុមទី3អញ្ចឹងសារសម្រាប់ក្រុមទី3ក្នុងរយៈពេល24ម៉ោងខាងមុខគឺចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាគឺជាពេលវេលាមួយដែលអ្នកទាំងអស់គ្នាត្រូវចាប់ផ្ដើមធ្វើសកម្មភាពអ្នកទាំងអស់គ្នាកុំរងចាំអ្នកទាំងអស់គ្នាកុំរងចាំដល់អ្វីមួយដែលល្អឥតខ្ចោះហើយបានចាប់ផ្ដើមអ្នកទាំងអស់គ្នាកុំរងចាំបែបហ្នឹងអ្នកទាំងអស់គ្នាត្រូវហ៊ានចាប់ផ្ដើមពីចំណុចដំបូងអាចថាយើងមិនចាំបាច់ដល់គេហៅថាតើតែមានគ្រប់បែបយ៉ាងតើតែមានអ្វីក្នុងដៃទាំងអស់បានអ្នកទាំងអស់គ្នាធ្វើការអ្នកទាំងអស់គ្នាកុំគិតបែបហ្នឹងអ្នកទាំងអស់គ្នាត្រូវតែហ៊ានចាប់ផ្ដើមជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែមាននៅក្នុងដៃហើយអាចថាអ្នកទាំងអស់គ្នាកំពុងឈានចូលទៅក្នុងរដូវកាលថ្មីនៃជីវិតរបស់អ្នកទាំងអស់គ្នាដំណាក់កាលចាស់របស់អ្នកទាំងអស់គ្នានឹងវាកំពុងតែបានបញ្ចប់ហើយអញ្ចឹងអ្នកទាំងអស់គ្នាកំពុងតែមានការរីកចម្រើនឬក៏គេហៅថាដំណាក់កាលនៃការរីកចម្រើនរបស់អ្នកទាំងអស់គ្នានឹងកំពុងតែចាប់ផ្ដើមចូលមកដល់អ្នកទាំងអស់គ្នាហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវហ៊ានធ្វើអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបាននៅក្នុងពេលឥឡូវនេះអ្នកទាំងអស់គ្នាកុំចាំបាច់រងចាំដល់មើលឃើញឧទាហរណ៍បើយើងនិយាយពីផ្លូវវិញកុំឲ្យយើងចាំថាតើតែមើលឃើញពីចំណុចចាប់ផ្ដើមនិងមើលឃើញដល់ចំណុចបញ្ចប់បានអ្នកទាំងអស់គ្នាហ៊ានចាប់ផ្ដើមនោះទេអញ្ចឹងអាចថាអ្នកទាំងអស់គ្នាត្រូវហ៊ានចាប់ផ្ដើមពីជំហានដំបូងពីចំណុចដំបូងអញ្ចឹងអាចជំហានបន្តិចបន្តួចឬក៏គេហៅថាអាចចំណុចតូចតាចឬក៏សកម្មភាពតូចតាចដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមហ្នឹងវាអាចនឹងមានការផ្លាស់ប្ដូរដ៏ធំមួយសម្រាប់ជីវិតរបស់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាហ៊ានចាប់ផ្ដើមចំណុចតូចតាចឬក៏នៅពេលដែលអ្នកទាំងអស់គ្នាហ៊ានឈានជំហានតូចរបស់អ្នកទាំងអស់គ្នាអញ្ចឹងអាចជំហានធំឬក៏អាចចំណុចធំវានឹងចាប់ផ្ដើមបង្ហាញបន្តិចម្ដងឲ្យអ្នកទាំងអស់គ្នាបានឃើញសូមបើកវងកញ្ចក់បន្តិចប្រសិនបើអ្នកទាំងអស់គ្នាមួយចំនួនដែលមិនទាន់បាន Subscribe ឬក៏ Follow ទៅលើ Page របស់ខ្ញុំសូមជួយ Subscribe និង Follow ទៅលើ Page របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតអញ្ចឹងយើងទៅមើលសញ្ញាកាតបន្តអញ្ចឹងយើងមកមើលសញ្ញាការTarotបន្ថែមថាតើសញ្ញាការTarotមានសារអ្វីចង់ប្រាប់មកដល់ក្រុមទី3នៅក្នុងក្រុមទី3មានការ The Lover ការ The Lover នេះវាមិនមែនបង្ហាញអំពីរឿងស្នេហាទេប៉ុន្តែវាបង្ហាញថាតកតងជាមួយនឹងការងារតកតងជាមួយនឹងគោលដៅជីវិតសំខាន់របស់អ្នកទាំងអស់គ្នាហ្នឹងអាចថាអ្នកទាំងអស់គ្នាហ្នឹងកំពុងតែធ្វើវានៅលើផ្លូវត្រឹមត្រូវមួយឬក៏គេហៅថាវាបង្ហាញភាពត្រឹមត្រូវទៅលើអ្វីដែលអ្នកទាំងអស់គ្នាបានកំពុងតែធ្វើហើយសម្រាប់សញ្ញាការ The Wheel of Fortune នេះវិញគឺជាសញ្ញាការមួយដែលបង្ហាញថារដូវកាលថ្មីនៃជីវិតរបស់អ្នកទាំងអស់គ្នារដូវកាលថ្មីនៃសំណាងរបស់អ្នកទាំងអស់គ្នារដូវកាលថ្មីនៃគេហៅថាឱកាសរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងមានឱកាសល្អឬក៏គេហៅថាអ្នកទាំងអស់គ្នាមានឱកាសក្នុងការចាប់ផ្ដើម
ទៅលើរឿងអីមួយអញ្ចឹងអាចថាបច្ចុប្បន្ននេះគឺជាពេលវេលាដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នាក្នុងការផ្លាស់ប្ដូរឬក៏គេហៅថាជាអំណោយមួយដ៏ល្អសម្រាប់អ្នកទាំងអស់គ្នាសម្រាប់ក្នុងការផ្លាស់ប្ដូរទៅរឿងអីមួយអញ្ចឹងអាចថាដូចនិយាយពីមុនអញ្ចឹងឲ្យអ្នកទាំងអស់គ្នានឹងហ៊ានចាប់ផ្ដើមធ្វើសកម្មភាពគម្រោងចាំរហូតដល់អ្នកទាំងអស់គ្នាមានគ្រប់យ៉ាងបានអ្នកទាំងអស់គ្នាហ៊ានធ្វើនឹងគម្រោងចាំដល់បែបហ្នឹងពីព្រោះគេហៅថា the wheel of fortune នេះគឺជាគេហៅថាឱកាសថ្មីសំណាងល្អកំពុងតែចូលមកដល់អ្នកទាំងអស់គ្នាពេលវេលាល្អដែលជាពេលវេលាអំណោយផលសម្រាប់អ្នកទាំងអស់គ្នាក្នុងការផ្លាស់ប្ដូរអារឿងទាំងអស់ហ្នឹងហើយសម្រាប់សញ្ញាការ The Full នេះវិញគឺជាសញ្ញាការមួយបង្ហាញថាអ្នកទាំងអស់គ្នាកុំខ្លាចក្នុងការចាប់ផ្ដើមថ្មីអ្នកទាំងអស់គ្នាកុំខ្លាចក្នុងការឈានជើងទៅក្នុងដំណាក់កាលមួយថ្មីឬក៏គេហៅថាការចាប់ផ្ដើមពីចំណុច0ពេលខ្លះយើងមានការចាប់ផ្ដើមពីចំណុច0តែម្ដងបានន័យថាយើងគេហៅថាបង្កើតរឿងអីថ្មីបើយើងនិយាយពីការរស់នៅបានថាយើងផ្លាស់ប្ដូរទៅកន្លែងថ្មីមួយដែលយើងអត់ដឹងអត់ដែរស្គាល់ឬក៏កន្លែងថ្មីសម្រាប់យើងអញ្ចឹងវាដូចយើងចាប់ផ្ដើមពីចំណុច0អញ្ចឹងបើយើងនិយាយពីការងារយើងដូរការងារទៅកន្លែងការងារថ្មីមួយដែលជាការងារដែលយើងអត់ធ្លាប់ធ្វើអញ្ចឹងអាចថាហ្នឹងក៏ដូចយើងចាប់ផ្ដើមពីចំណុច0អញ្ចឹងបើយើងនិយាយពីអាជីវកម្មអីមួយបានន័យថាយើងចាប់ផ្ដើមទៅរកស៊ីឡើងវិញបានន័យថាយើងចាប់ផ្ដើមអាជីវកម្មហ្នឹងពីដំបូងបំផុតមកបានន័យថាយើងអត់មានគ្រឹះអត់មានគេហៅថាធ្លាប់យើងអត់ដែរលក់អត់ដែរអីទេគឺយើងចាប់ផ្ដើម business នឹងថ្មីចឡើងតែម្ដងអាហ្នឹងវាដូចជាការចាប់ផ្ដើមពីចំណុច0អញ្ចឹងចំណុចនេះអ្នកថែរក្សាឬក៏ទេវតាហ្នឹងចង់ប្រាប់ថាកុំខ្លាចក្នុងការចាប់ផ្ដើមរឿងបែបហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចាំបាច់ក្នុងការធ្វើកុំខ្លាចក្នុងការចាប់ផ្ដើមធ្វើពីចំណុច0ហើយសម្រាប់សញ្ញាការ 4 of 1និងសញ្ញាការ The Emperor នេះវិញគឺជាសញ្ញាការមួយដែលចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាឲ្យអ្នកទាំងអស់គ្នាហ្នឹងផ្ដោតទៅលើយុទ្ធសាស្ត្រផ្ដោតទៅលើវិធីសាស្ត្រក្នុងការធ្វើអីមួយអ្នកទាំងអស់គ្នាត្រូវតែមានយុទ្ធសាស្ត្រអ្នកទាំងអស់គ្នាត្រូវតែមានវិធីសាស្ត្រអ្នកទាំងអស់គ្នាត្រូវតែមានចំណេះដឹងអ្នកទាំងអស់គ្នាត្រូវតែមានការថាបទពិសោធន៍ឲ្យបានរឹងមាំឬក៏ថាអាទាំងអស់ហ្នឹងវាជាគ្រឹះសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងវាចង់ប្រាប់ថាឲ្យអ្នកទាំងអស់គ្នាហ្នឹងមុននឹងចាប់ផ្ដើមឬក៏ធ្វើអីមួយយ៉ាងហោចណាស់អ្នកទាំងអស់គ្នាត្រូវមានគ្រឹះតាក់ទងមួយចំណេះដឹងតាក់ទងមួយនឹងយុទ្ធសាស្ត្រតាក់ទងនឹងវិធីសាស្ត្រយើងត្រូវមាននៅក្នុងខ្លួនកុំឲ្យយើងធ្វើទៅទាំងគេហៅថាការចាប់ផ្ដើមដែរតែចាប់ផ្ដើមដោយអត់យល់ចាប់ផ្ដើមដោយអត់មានចំណេះដឹងចាប់ផ្ដើមដោយអត់បានន័យថាយើងអត់ចេះសោះយើងចាប់ផ្ដើមវាអញ្ចឹងសញ្ញាបៀននេះគឺប្រាប់ថាមូលដ្ឋានគ្រឹះរបស់អ្នកទាំងអស់គ្នាក្នុងការកសាងអ្នកទាំងអស់គ្នាត្រូវតែមានចំណេះដឹងនិងយុទ្ធសាស្ត្រវិធីសាស្ត្រក្នុងការចាប់ផ្ដើមវាហើយសម្រាប់សញ្ញាការ The High Priestess ជាមួយនឹងសញ្ញាការ The Emperor បើយើងបូកបញ្ចូលគ្នាទៅគឺវាបង្ហាញថាវាតាក់ទងមួយចំណេះដឹងវាតាក់ទងជាមួយនឹងគេហៅថាភាពជាក់ស្ដែងដែលអ្នកទាំងអស់គ្នាមើលឃើញអញ្ចឹងអ្នកមុននឹងធ្វើអីអ្នកទាំងអស់គ្នាត្រូវមានផែនការឲ្យបានច្បាស់លាស់ត្រូវមានផែនការឲ្យបានគេហៅជាក់ស្ដែងហ្នឹងផែនការចំណេះដឹងត្រូវបូកបញ្ចូលគ្នារឿងមួយទៀតប្រសិនបើអ្នកទាំងអស់គ្នាមិនដឹងទៅលើរឿងហ្នឹងទេអ្នកទាំងអស់គ្នាត្រូវគេហៅថាចាប់ផ្ដើមសាកល្បងចាប់ផ្ដើម testing ចាប់ផ្ដើមគេហៅថារៀនពីលើវាបើមិនជាយើងអត់មានចំណេះដឹងឬក៏អត់មានគេហៅថាយល់ដឹងទៅលើទាំងអស់ហ្នឹងទេអ្នកទាំងអស់គ្នាត្រូវមានការសាកល្បងទៅលើវារៀនពីវារៀនមើលតើលទ្ធផលវាបែបណាហើយបន្តមកកែប្រែវាហើយបន្តមកបន្តដំណើរទៅមុខរហូតចឹងបានន័យថាយើងធ្វើម្ដងមួយជំហានយើងកុំធ្វើទាំងបង្ខំឬក៏កុំធ្វើទាំងគេហៅថាអាហ្នឹងគឺជាយុទ្ធសាស្ត្ររបស់យើងហ្នឹងឯងបើមិនជាយើងអត់មានចំណេះដឹងគ្រប់គ្រាន់ទេតើយុទ្ធសាស្ត្រយើងនឹងត្រូវធ្វើបែបម៉េចគឺយើងត្រូវការសាកល្បង testing ចាប់ផ្ដើមមើលលទ្ធផលវាចាប់ផ្ដើមកែប្រែវាហើយបន្តមកយើងឈានទៅមកដំណាក់កាលទៀតឈានទៅមុខបន្តិចម្ដងអញ្ចឹងអានេះគឺជាយុទ្ធសាស្ត្ររបស់អ្នកទាំងអស់គ្នាគួរតែមានអញ្ចឹងសារខាងលើហ្នឹងចង់រំលឹកអ្នកទាំងអស់គ្នាថាភាពជោគជ័យវាត្រូវការការខិតខំវាត្រូវការភាពអត់ធ្មត់វាត្រូវការឆ្លងកាត់ឧបសគ្គជាច្រើនដើម្បីទៅរកអាភាពជោគជ័យនឹងឃើញអញ្ចឹងកុំឲ្យអ្នកទាំងអស់គ្នានឹងយល់ថានៅពេលដែលអ្នកទាំងអស់គ្នាជួបការលំបាកអ្នកទាំងអស់គ្នាជួបឧបសគ្គអ្នកទាំងអស់គ្នានឹងជួបគេហៅថាបរាជ័យតិចតួចអីមួយអ្នកទាំងអស់គ្នាគិតថាវាជាផ្លូវខុសអ្នកទាំងអស់គ្នាដើរផ្លូវខុសឬក៏អ្នកទាំងអស់គ្នាបាក់ទឹកចិត្តលេងធ្វើឬក៏លេងហ៊ានចាប់ផ្ដើមអីអញ្ចឹងអានេះគឺចង់រំលឹកម្ដងអ្នកទាំងអស់គ្នាហើយមួយទៀតក៏ចង់រំលឹកថាកុំឲ្យអ្នកទាំងអស់គ្នានឹងយកអតីតកាលដែលអ្នកទាំងអស់គ្នាធ្លាប់ជួបឬក៏ធ្លាប់ឆ្លងកាត់ឬក៏ធ្លាប់គេហៅថាជួបអ្វីដែលអ្នកទាំងអស់គ្នាបរាជ័យពីមុនហ្នឹងយកអតីតកាលទាំងអស់ហ្នឹងមកកំណត់ពេលបច្ចុប្បន្នថាអ្នកទាំងអស់គ្នានឹងធ្វើអត់កើតអ្នកទាំងអស់គ្នានៅតែបរាជ័យម្ដងទៀតអ្នកទាំងអស់គ្នានឹងជួបបរាជ័យទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតបែបហ្នឹងវាធ្វើឲ្យអ្នកទាំងអស់គ្នាមានការរាំងស្ទះអ្នកទាំងអស់គ្នាអត់ហ៊ានដើរទៅមុខអ្នកទាំងអស់គ្នាអត់ហ៊ានចាប់ផ្ដើមអញ្ចឹងខាងលើមិញដែលបាននិយាយពីលើមកបើសិនជាអ្នកទាំងអស់គ្នាជួបគេហៅថាអត់មានចំណេះដឹងគ្រប់គ្រាន់អ្នកទាំងអស់គ្នាត្រូវហ៊ានសាកល្បង testing កែប្រែឬក៏គេហៅថា
សាកល្បងយើងរៀនមើលពីលទ្ធផលវាតមកកែប្រែវាតមកយើងឈានទៅមកដំណាក់កាលទៀតអញ្ចឹងនេះគឺជាសារដែលចង់រំលឹកដល់អ្នកទាំងអស់គ្នាអញ្ចឹងបានន័យថាឧបសគ្គគឺជាឱកាសសម្រាប់ឲ្យអ្នកទាំងអស់គ្នារីកចម្រើនឧបសគ្គគឺជាមេរៀនឬក៏ឧបសគ្គគឺជាបទពិសោធន៍របស់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នារីកចម្រើនមិនមែននៅពេលដែលអ្នកទាំងអស់គ្នាជួបឧបសគ្គអ្នកទាំងអស់គ្នាបោះបង់ចោលហើយអ្នកទាំងអស់គ្នាលែងធ្វើវាអញ្ចឹងវាអត់ទៅមុខអ្នកទាំងអស់គ្នាអត់អាចរកផ្លូវឃើញហើយក៏អត់មានការរីកចម្រើនសម្រាប់ខ្លួនឯងដែរហើយលេខសំណាងរបស់ក្រុមទី3ហ្នឹងគឺលេខ333 33ដងអញ្ចឹងមានន័យថាអ្នកទាំងអស់គ្នាហ្នឹងជាមនុស្សដែលមានទេពកោសល្យឬក៏គេហៅថាមានចំណេះដឹងឬក៏មានគេហៅថាជំនាញខាងបំផុសគំនិតអ្នកដទៃឬក៏គេហៅថាមានជំនាញខាងជួយបំផុសគំនិតឬក៏គេហៅថាជួយបង្រៀនផ្នែកលើកទឹកចិត្តរបស់អ្នកទៅលើអ្នកដទៃហើយមួយទៀតអាចថាអ្នកទាំងអស់គ្នានឹងចូលចិត្តជួយទៅលើអ្នកដទៃហើយមួយទៀតអាចថាបទពិសោធន៍របស់អ្នកទាំងអស់គ្នាកន្លងមកពីមុនមកហ្នឹងឬក៏បទពិសោធន៍ដែលអ្នកទាំងអស់គ្នាបានឆ្លងកាត់ពីមុនមករហូតដល់សប្តាហ៍ថ្ងៃនេះហ្នឹងវានឹងคล้ายទៅជាចំណេះដឹងមួយវានឹងคล้ายទៅជាបទពិសោធន៍មួយយ៉ាងល្អសម្រាប់ឲ្យអ្នកទាំងអស់គ្នាហ្នឹងចែករំលែកទៅអ្នកដទៃទៀតហ្នឹងក្នុងពេលអនាគតអញ្ចឹងអាចថាវាជាលេខមួយដ៏ល្អសម្រាប់ក្រុមទី3អាចថាជាមនុស្សដែលមានសមត្ថភាពមានគេហៅថាមានចំណេះដឹងច្រើនអញ្ចឹងអាចថាយើងជួយបំផុសគំនិតអ្នកដទៃជួយអ្នកដទៃបានច្រើនហើយឆ្លងកាត់បទពិសោធន៍ពីមុនមកហ្នឹងអ្នកទាំងអស់គ្នានឹងចែករំលែកបទពិសោធន៍ទាំងអស់ហ្នឹងនឹងចំណេះដឹងពីមុនដែលអ្នកទាំងអស់គ្នាបានឆ្លងកាត់ទាំងប្រមាណហ្នឹងគឺជួយទៅដល់អ្នកទាំងអស់គ្នាអ្នកដទៃក្នុងពេលអនាគតអញ្ចឹងសរុបមកវិញសម្រាប់ក្រុមទី3ដោយសារនេះជាវីដេអូខ្លីសារសម្រាប់ក្រុមទី3ក្នុងរយៈពេល24ម៉ោងខាងមុខគឺចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាឲ្យអ្នកទាំងអស់គ្នាហ្នឹងដល់ពេលក្នុងការគេហៅថាបញ្ឈប់ការស្ទាក់ស្ទើរក្នុងការចាប់ផ្ដើមសកម្មភាពអីមួយកម្រងចាំទៀតហើយមួយទៀតឲ្យអ្នកទាំងអស់គ្នានឹងជឿជាក់ទៅលើសមត្ថភាពខ្លួនឯងស្ដាប់អារម្មណ៍ខាងក្នុងឬក៏ស្ដាប់គេហៅថាបេះដូងខាងក្នុងសម្លេងខាងក្នុងចិត្តរបស់ខ្លួនឯងហើយចាប់ផ្ដើមធ្វើវាដោយមានផែនការច្បាស់លាស់ដោយមានចំណេះដឹងពិតប្រាកដដោយមានគេហៅយុទ្ធសាស្ត្រត្រឹមត្រូវអញ្ចឹងកុំឲ្យការបរាជ័យពីអតីតកាលមកបង្អាក់អនាគតរបស់អ្នកទាំងអស់គ្នាកុំឲ្យការបរាជ័យពីអតីតកាលធ្វើឲ្យអ្នកទាំងអស់គ្នានឹងខ្លាចរអាអត់ហ៊ានចាប់ផ្ដើមធ្វើសកម្មភាពក្នុងពេលបច្ចុប្បន្នដើម្បីទៅធ្វើឲ្យជីវិតខ្លួនឯងរីកចម្រើនក្នុងពេលអនាគតអញ្ចឹងអ្នកទាំងអស់គ្នាកុំខ្លាចទៅលើការបរាជ័យពីមុនអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបើកបេះដូងរៀនពីអ្វីដែលថ្មីហើយចាប់ផ្ដើមឡើងវិញហើយយើងមើលលទ្ធផលហើយកែប្រែដើម្បីឲ្យបានឈានទៅមុខអញ្ចឹងការខិតខំការអត់ធ្មត់និងការប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានឹងវានឹងនាំអ្នកទាំងអស់គ្នាទៅរកភាពជោគជ័យហើយអ្វីដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមនៅពេលនេះឬក៏ថ្ងៃនេះអញ្ចឹងអាចថាទាំងអស់ហ្នឹងវានឹងคล้ายទៅជាគ្រឹះវានឹងคล้ายទៅជាចំណេះដឹងវានឹងคล้ายទៅជាមូលដ្ឋានដ៏រឹងមាំសម្រាប់ជីវិតរបស់អ្នកទាំងអស់គ្នាក្នុងពេលឥឡូវនិងពេលអនាគតហើយអ្នកទាំងអស់គ្នាអាចនឹងជួយចែករំលែកទៅដល់អ្នកដទៃទៀតផងអញ្ចឹងសម្រាប់ក្រុមទី3គឺមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាពេញចិត្តចូលចិត្តសូមជួយ like comment និង share វីដេអូនេះឲ្យបានច្រើនផងអរគុណ